បញ្ហាចំនួនដីធ្លីដ៏ធំមួយរវាងអុកញ៉ានិងកងទ័ពដែលធ្វើឲ្យកក្រៅដល់អ្នកសារព័ត៌មាននៅក្នុងនោះអ្នកសារព័ត៌មានដ៏ល្បីល្បាញដែលខាងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះគឺបងផៃវណ្ណៈក៏បានលើកឡើងផងដែរគាត់បានប្រកាសក្តីៗថាខ្ញុំគឺឈរជើងនៅខាងកងទ័ពជានិច្ចនៅជួយកងទ័ពជានិច្ចមានអ្នកសារព័ត៌មានជាច្រើនក៏នៅខាងបងផៃវណ្ណៈដែរអុកញ៉ាឲ្យមេធាវីរៀបចំឯកសារតាក់ទងជាមួយនឹងបញ្ហាវិវាទដីធ្លីកាន់សាលាដំបងខេត្តកណ្ដាលប៉ុន្តែអ្នកសារព័ត៌មានដ៏ល្បីល្បាញប្រកាសទទួលស្វាគមន៍និងឈរជើងនៅខាងវីរៈកងទ័ពជានិច្ចតើរឿងរ៉ាវទាំងអស់នេះនរណាជាអ្នកខុសនរណាជាអ្នកត្រូវភាគីខាងអុកញ៉ាបានប្រកាសច្បាស់ថាគាត់មានប្លង់កម្មសិទ្ធិតាំងពីឆ្នាំ2010ឯលិខិតទិញលក់ដៃដែលយោធាមានគឺមាននៅឆ្នាំ2016ប៉ុន្តែមានទីតាំងខុសគ្នាហើយគាត់ប្រកាសក្តែងថាក្រុមហ៊ុនឬក៏ខ្ញុំបាទផ្ទាល់មិនដែលសញ្ញេឬក៏ផ្តិតមេដៃទិញលក់ឲ្យទៅនរណានោះទេប៉ុន្តែខាងកងទ័ពវិញខាងយោធាវិញក្នុងនាមជាបុគ្គលឯកជនប៉ុន្តែគាត់ជាយោធាគាត់បានប្រកាសថាគាត់ទិញមានឯកសារទិញលក់ត្រឹមត្រូវហើយគាត់ទិញពីម្ចាស់ទី2ដូច្នេះហើយម្ចាស់ទី2នោះមិនដឹងថាបានទិញពីលោកអុកញ៉ាឬក៏ដើរយកដីគេលក់តាមតែអំពើចិត្តរឿងរ៉ាវទាំងអស់នេះបើតាមការសន្និដ្ឋានរបស់ខ្ញុំគួរតែទៅសិក្សាស្រាវជ្រាវរកម្ចាស់ទី2នោះឲ្យឃើញទើបដឹងថាតើម្ចាស់ទី2នោះទិញពីនរណាទិញពីលោកអុកញ៉ាថោងសារ៉ាត់ឬក៏គាត់បានដីនោះពីណាមកបើម្ចាស់ទី2នោះមានប្លង់កម្មសិទ្ធិច្បាស់លាស់រឿងរ៉ាវទាំងអស់នេះកាន់តែស្មុគស្មាញទៀតហើយដោយសារតែអុកញ៉ាក៏មានប្លង់ម្ចាស់ទី2ដែលលក់ឲ្យទៅយោធានោះក៏មានប្លង់ដូច្នេះហើយរឿងរ៉ាវទាំងអស់យើងចាំមើលបន្តទៀតតាក់ទងទៅនឹងបញ្ហាផ្លូវច្បាប់នៅក្នុងការដោះស្រាយខាងអុកញ៉ាគាត់នៅតែប្រកាន់នៅភាពស្មោះត្រង់គាត់នៅតែប្រកាន់នៅសច្ចភាពហើយគាត់ប្រកាសដោះដូរនិងផ្ដល់ដីមួយដុំប្រវែង8ម៉ែត្រក្បាល8ម៉ែត្រទៅបណ្ដោយ14ម៉ែត្រហើយអះអាងថានឹងរៀបចំឲ្យមានប្រព័ន្ធទឹកប្រព័ន្ធភ្លើងនិងចាក់ដីឲ្យបានស្អាតទៀតផងប៉ុន្តែគាត់បានលើកឡើងថាភាគីដែលទាមទារសំណងមិនមែនចង់បានតែដីនោះទេគឺចង់បានទាំងប្រាក់បន្ថែមទៀតផងរហូតដល់$18,000ហើយគាត់បានលើកឡើងថាគាត់រកស៊ីដីឡូមិនបានចំណេញដល់ច្រើនដូចអ្វីដែលពុកម៉ែបងប្អូននៅតាមបណ្ដាញសង្គម Facebook បានដឹងនោះទេឬក៏សន្និដ្ឋាននោះទេចំណាយទៅលើសពគ្រប់បែបយ៉ាងទាក់ទងទៅនឹងការចាក់ដីដាក់ភ្លើងដាក់ប្រព័ន្ធលូកាត់ពន្ធផ្ទេរប្លង់កម្មសិទ្ធិបំបែកក្បាលដីជាដើមគឺចំណាយច្រើនណាស់ប៉ុន្តែអ្នកលេងបណ្ដាញសង្គម Facebook ភាគច្រើនគិតថាគឺចំណេញច្រើនរឿងរ៉ាវទាំងអស់នេះខាងបងប្រុសផៃវណ្ណៈបានលើកឡើងហើយទទួលស្វាគមន៍ហើយគាត់ក៏បានឲ្យក្រុមការងាររបស់គាត់សិក្សាលម្អិតតាក់ទងជាមួយនឹងបញ្ហានិងប្រវត្តិដីធ្លីទាំងអស់នេះដូច្នេះហើយបងប្អូនរងចាំទស្សនារងចាំស្ដាប់ទាំងអស់គ្នាហើយក៏យើងឃើញមានលិខិតដ៏វែងអន្លាយខ្ញុំមិនបានអានទេបងប្អូនដែលចង់ដឹងថាលិខិតនោះយ៉ាងម៉េចបងប្អូនអាចចូលទៅ Facebook របស់លោកអុកញ៉ាថោងសារ៉ាត់ដើម្បីបានសិក្សានិងមើលអំពីអត្ថន័យស៊ីជម្រៅដែលលោកអុកញ៉ាផ្ញើជូនទៅដល់បងផៃវណ្ណៈឲ្យបងផៃវណ្ណៈយល់អំពីអ្វីដែលគាត់មានអំពីអ្វីដែលបងផៃវណ្ណៈមិនទាន់ដឹងខ្ញុំមិនកាន់ជើងបងផៃវណ្ណៈខ្ញុំមិនកាន់ជើងអុកញ៉ាខ្ញុំមិនកាន់ជើងខាងណាទេប៉ុន្តែខ្ញុំចង់ឃើញភាពត្រឹមត្រូវនិងយុត្តិធម៌មួយដូច្នេះហើយបងប្អូនសូមមេត្តាកុំជេរភាគីណាមួយកុំដាក់បន្ទុកដាក់សម្ពាធទៅលើភាគីណាមួយអ្វីក៏ដោយក៏មានដំណោះស្រាយអ្វីក៏ដោយក៏មាននីតិវិធីនិងការដោះស្រាយដែរខ្ញុំសូមតែម្យ៉ាងទេគឺបើសិនជារកឃើញភាពមិនប្រក្រតីណាមួយអាចអនុគ្រោះឲ្យដល់កងទ័ពដែលគាត់ជាអ្នកការពារជាតិមាតុភូមិផងក្រោយពីការលើកឡើងនៅលើបណ្ដាញសង្គម Facebook របស់បងផៃវណ្ណៈភ្លាមនោះយើងឃើញអុកញ៉ាថោងសារ៉ាត់ក៏លោកបានចេញសេចក្តីបំភ្លឺមានទាំងវីដេអូមានទាំងសំណេរញ៉ាវជូនទៅកាន់បងផៃវណ្ណៈភ្លាមផងដែរដោយលោកបានបញ្ជូលនៅរឿងរ៉ាវតាក់ទងជាមួយនឹងចំនួនដីធ្លីនេះយ៉ាងក្បោះក្បាយយ៉ាងណាក៏ដោយមានការចង់ប្តឹងឬក៏រៀបឯកសារប្តឹងទៅកងទ័ពដែលអះអាងថាជាម្ចាស់ដីកម្មសិទ្ធិប្រវែងក្បាល11ម៉ែត្រគុណ12ម៉ែត្រប៉ុន្តែលោកអុកញ៉ាថោងសារ៉ាត់បែរជាឲ្យគាត់ទៅខាងក្រៅវិញដោយឲ្យក្បាល8ម៉ែត្រ
ប៉ុន្តែប្រវាយមិនដោយរហូតដល់14ម៉ែត្រលើសរបស់គាត់ពិតមែនក៏ប៉ុន្តែកងទ័ពគាត់មិនសុខចិត្តដោយសារតែការឲ្យដីឬក៏ការដោះដូរនោះវាទៅឆ្ងាយពេកទៅខាងក្រោយទឹកលិចជាដើមភាគីទាំងពីរកំពុងតែមានស្ថានភាពកម្ដៅដោយមានអ្នកសារព័ត៌មានខ្លះក៏នៅខាងលោកអង្គញាហើយអ្នកសារព័ត៌មានមួយចំនួនទៀតនៅខាងបងផៃមណៈយើងចាំមើលរឿងរ៉ាវទាំងអស់នេះតើអូសបន្លាយដល់ពេលណាទៀតឬក៏ត្រូវបញ្ចប់ដោយការដោះដូរឬក៏ការទទួលយកពីភាគីទាំងសងខាងបងប្អូនច្បាស់ជាដឹងហើយច្បាស់ជាស្គាល់ហើយថាអង្គញាថោងសារ៉ាត់គឺគាត់ពូកែនៅក្នុងការរស់ស៊ីហើយថ្មីនេះគាត់មានការលក់អចលនទ្រព្យទៀតផងតកតងទៅនឹងរឿងរ៉ាវទាំងអស់នេះខាងបងផៃមណៈក៏ស្វាគមន៍ការប្តឹងរបស់អង្គញាថោងសារ៉ាត់ហើយគាត់ក៏ឲ្យក្រុមការងាររបស់គាត់ពិនិត្យនិងសិក្សាទៅលើករណីហ្នឹងហើយគាត់ស្វាគមន៍ជានិច្ចហើយគាត់បានប្រកាសក្តីថាខ្ញុំគឺឈរជើងនៅខាងកងទ័ពជានិច្ចនៅជួយកងទ័ពជានិច្ចមានអ្នកសារព័ត៌មានជាច្រើនក៏នៅខាងបងផៃមណៈដែរសម្រាប់ខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេជម្រាបទៅលោកអង្គញាហើយជម្រាបទៅបងប្អូនជនរួមជាតិខ្មែរទាំងអស់ថាអ្វីដែលខ្ញុំចង់ឃើញគឺខ្ញុំចង់ឃើញតែភាពយុត្តិធម៌ជូនជនរងគ្រោះតែប៉ុណ្ណោះបើសិនជាអាចដោះស្រាយដោយសន្តិវិធីដោយពុំមានការប្តឹងផ្តល់ដោយមិនមានការប្តឹងផ្តល់ឬក៏ចាប់ចងខ្ញុំពិតជាស្វាទរហើយពិតជាអរគុណដល់ភាគីទាំងពីរដោយសារតែយើងឃើញមានពាក្យបណ្ដឹងមួយទៅហើយទៅលើកងទ័ពដូច្នេះបើសិនជាដីនោះជារបស់កងទ័ពមែនបើជាយោបល់ខ្ញុំបងអង្គញាគួរតែប្រគល់ដីនោះជូនទៅគាត់ហើយបើបងច្រឡំចាក់ដីលើដីនោះគិតគូរថ្លៃចាក់ដីឬក៏អនុគ្រោះឲ្យគាត់ដោយសារតែគាត់គឺជាអ្នកការពារជាតិគាត់គឺជាអ្នកការពារប្រទេសគាត់ស៊ូលះបង់ជីវិតដើម្បីជាតិមាតុភូមិរបស់យើងដូច្នេះការចាក់ដីប៉ុណ្ណេះចាត់ទុកថាជាការធ្វើបុណ្យឬក៏ជាការចូលរួមជួយកងទ័ពយើងក៏រឹតតែល្អទៀតហើយនៅក្នុងផ្នែកមហាជននៅក្នុងកសែភ្នែកអ្នកកសែតនៅក្នុងកសែភ្នែកប្រជាពលរដ្ឋទូទៅគេនឹងឃើញអំពីអំពើល្អរបស់បងដ៏ធំធេងហើយគេកាន់តែគោរពកាន់តែស្រឡាញ់នៅទឹកចិត្តរបស់បងបន្តទៀតដោយអ្វីដែលបងកម្មករគាត់ស្រែកថាបងអង្គញាល្អបងអង្គញាល្អចឹងតែបើដីនោះគាត់តែងមកមិនមានឯកសារមិនមានអីគ្រប់គ្រាន់ឬក៏ថាជាការក្លែងបន្លំទេនោះអាហ្នឹងក៏ខ្ញុំអត់ដឹងថាយ៉ាងម៉េចដែរព្រោះទី1ខ្ញុំមិនមែនជាអ្នកច្បាប់ទេហើយទី2ខ្ញុំក៏មិនបានស៊ីជម្រៅនៅក្នុងរឿងរ៉ាវទាំងអស់ហ្នឹងដែរគ្រាន់តែស្ដាប់ការអះអាងរបស់ភាគីទាំងសងខាងប៉ុន្តែបើអាចរកឃើញថាគាត់មានលិខិតទិញលក់ពិតប្រាកដមែនគាត់មានឯកសារគ្រប់គ្រាន់ពិតប្រាកដមែនអាហ្នឹងគួរតែជូនគាត់ទៅបងយើងសុខចិត្តទៅខាងក្រោយឬក៏ថាបងធ្លាប់លក់បានដីក្បាល11ម៉ែត្រហ្នឹងបងបន្ថែមទៅបានប្រហែលឡូទៀតបាន2ឡូអី2ឡូជាងប៉ុណ្្នឹងឯងព្រោះ11ម៉ែត្រយើងគិតមើលទៅថាវាអត់ច្រើនឡូប្រហែលទេ2ឡូកន្លះអីចឹងឬក៏ប្រហែលបើខ្ញុំធ្លាប់ពុះ520បើជាដីគាត់មានឯកសារគ្រប់គ្រាន់គួរតែផ្ដល់ជូនគាត់ហើយគុណតម្លៃកិត្តិយសសេចក្តីថ្លៃថ្នូររបស់បងរឹតតែសុខសាយទៅកាន់ពិភពលោកជាពិសេសប្រជាពលរដ្ឋខ្មែរនឹងចងចាំនៅទង្វើល្អរបស់បងដែលផ្ដល់ដីនេះជូនទៅដល់កងទ័ពដោយសារគាត់មានឯកសារគ្រប់គ្រាន់ផងគាត់មានប្រជាពលរដ្ឋគ្រប់គ្រងផងតែសម្រាប់បងប្អូនមិនលើកទឹកចិត្តឲ្យមានការប្តឹងផ្តល់ដើម្បីអីបន្តទៅទៀតទេប៉ុន្តែជារឿងក្រុមហ៊ុនជារឿងការចំណូលចំណាយរបស់បងនឹងទៅតាមចន្ទានុសិទ្ធិរបស់បងទៅចោះខ្ញុំមិនមានអីដែលត្រូវទៅហាមឃាត់ឬក៏ទៅស្នើសុំបងទេគ្រាន់តែអ្វីដែលចង់បង្ហាញគឺសុំចាត់សុំថ្លើមបងអង្គញាថាបើអាចលើកលែងបានខុសត្រូវគ្នាតិចតួចជូនគាត់ទៅដោយសារគាត់ហ៊ានលះបង់ជីវិតដើម្បីជាតិគាត់ហ៊ានលះបង់ជីវិតដើម្បីបូរណភាពទឹកដីរបស់យើងធំធេងណាស់ហើយរឿងរ៉ាវទាំងអស់នេះបើមិនចប់ទេនៅតែមានការចុះផ្សាយពីបណ្ដាញព័ត៌មានផ្សេងៗទេជាពិសេសចូលដល់ដៃបងផៃមណៈហើយខ្ញុំជឿថារឿងរ៉ាវនេះនឹងដឹងដល់សម្ដេចហើយបើសម្ដេចស្រែកអាចនឹងបញ្ចប់បើសម្ដេចមិនស្រែកទេក៏ពិបាកបញ្ចប់ដែររឿងនេះព្រោះយៈនឹងយៈប៉ះគ្នាហើយមិនធម្មតាទេរឿងរ៉ាវនេះមិនតូចទេរឿងរ៉ាវធំយើងមើលទៅឃើញតូចប៉ុន្តែរឿងរ៉ាវធំបើតាមអ្វីដែលខ្ញុំបានចូលទៅមើលនៅលិខិតដែលគាត់សរសេរជូនបងផៃមណៈជាពិសេសនោះខ្ញុំឃើញការរៀបរាប់របស់គាត់លម្អិតលម្អន់ការរៀបរាប់របស់គាត់នឹងគឺថាច្បាស់លាស់ត្រឹមត្រូវហើយក្នុងនាមខ្ញុំជាអ្នកធ្លាប់រកស៊ីដីឡូខ្លះនឹងផងដែរហ្នឹងក៏យល់ឃើញថាមួយយ៉ាងដែរអញ្ចឹងបងប្អូនខ្ញុំនៅតែយល់ថាគាត់ចង់ដោះស្រាយដោយសន្តិវិធីមិនដឹងថាដីជួរមុខដែលបងខាងយោធិនគាត់ទិញនោះវា
ត្រូវហុងស៊ុយឬក៏វាត្រូវប្លង់យ៉ាងម៉េចអីយ៉ាងម៉េចល្អឥតខ្ចោះយ៉ាងណាទេប៉ុន្តែខាងអង្គញាគាត់នៅតែគិតថាគាត់បើព្រមទទួលយកដីដែលគាត់ដោះស្រាយទៅខាងក្រោយមែនប៉ុន្តែគាត់ចាក់ដីធ្វើលូដាក់អីមានភ្លើងមានអីចឹងទៅអាហ្នឹងបើតាមយោបល់ខ្ញុំម្យ៉ាងដែរព្រោះក្បាល8មែនប៉ុន្តែបដោយ14ម៉ែត្រវាវែងដែរបើសិនជាយើងនេះយើងអាចថាធ្វើបាន2 ឡូផ្ទះបាន2ល្វែងហើយបើមានផ្លូវបេតុងមានសូឡាមានអីបំភ្លឺមានប្រព័ន្ធលូមានអីអាហ្នឹងវាតម្លៃក៏វាអត់ខុសគ្នាប្រហែលដែរប៉ុន្តែបើអង្គញាគាត់ច្បាស់ដែរគាត់ថាខាងគាត់អត់ដែលទិញលក់អត់ដែលលក់ឲ្យអ្នកណាទេព្រោះគាត់មានប្លង់កម្មសិទ្ធិតាំងពីឆ្នាំ2010សូមរឿងរ៉ាវទាំងអស់នេះបងប្អូនពិចារណាឲ្យមែនទែនបងប្អូនសិក្សាមែនទែនទាំងអ្នកសារព័ត៌មានទាំងអីហើយតាក់ទងបញ្ហាប្តឹងផ្ដាល់អីនេះអាហ្នឹងវាជារឿងមួយដែលពិបាកដែរវាជារឿងមួយដែលនេះដែរហើយអ្នកសារព័ត៌មានក៏លើកឡើងច្រើនអ្នកខ្លះក៏ទៅឈឺចិត្តអ្នកខ្លះទៅត្អូញត្អែអ្នកខ្លះថាមិនសុខចិត្តទេឲ្យដីចេះមួយចុះពីរចឹងទៅប៉ុន្តែជាយោបល់ខ្ញុំថាយើងទៅឲ្យគាត់ដោះស្រាយតាមនីតិវិធីច្បាប់ទៅបើសិនជាវាមិនអាម៉ាទៀតរឿងហ្នឹងនឹងតាមដានតទៅទៀតហើយរឿងរ៉ាវនេះមិនមែនតូចទេផ្អើលមួយថ្ងៃពីរថ្ងៃនេះផ្អើលខ្លាំងអញ្ចឹងបានថាផ្អើលដល់ណាដល់ណីអស់ហើយ